răng nâng lốtបណ្ឌិត សុក ហាច คล้ายទៅជាវិជុសៀមនិយាយភាសាខ្មែរបង្កើតការយល់ច្រឡំដល់ប្រជាពលរដ្ឋតាំងពីពេលណាណោះ ទុកគួរតែយើងប្រាស្រ័យយើងកើតទេយើងត្រូវតែរកខោអាវមកជាពាក់ឲ្យវាមាំឲ្យវាល្អដើម្បីកុំឲ្យវាទទួលការប្រាស្រ័យនេះ កន្លែងភាសាបណ្ឌិត សុក ហាច កន្លែងមួយនេះខ្ញុំឯកភាពតែខ្ញុំមិនឯកភាពនឹងវិជុបារាំងក៏ដូចជាបណ្ឌិត សុក ហាច ដែលនិយាយថាកម្ពុជាគឺជាកន្លែងអនឡាញដែលធំជាងគេកន្លែងហ្នឹងវិជុបារាំងនិងបណ្ឌិត សុក ហាច បានប្រភពព័ត៌មានមកពីកន្លែងណាហើយសូមយកប្រភពឯកសារហ្នឹងដាក់ទំព័រដាក់លេខផងដាក់ឆ្នាំបោះពុំផងហើយដាក់អ្នកនិពន្ធផងអាហ្នឹងបើយើងនិយាយថាយើងជាវិជុឯករាជ្យពិតប្រាកដថាអាស៊ីសេរីវិជុសៀមនិយាយភាសាខ្មែរតាំងពីអើយមកឥឡូវវិជុបារាំងទៅជាវិជុគេហៅថាបង្កើតការយល់ច្រឡំតែដងរឿង scam បើនិយាយចឹងខ្ញុំអាចនិយាយថាអាមេរិកមេជំរុក scam អនឡាញហើយព្រោះអីមន្ត្រីរបស់សហរដ្ឋអាមេរិកគាត់ជាប់ពាក់ព័ន្ធនឹងលំបែងអនឡាញខុសច្បាប់នៅសហរដ្ឋអាមេរិកអានៅក្នុងព្រឹត្តិការណ៍ World Cup រយៈពេលប្រហែលថ្ងៃហ្នឹងធ្វើឲ្យប្រជាជនលេงលបែងតាមអនឡាញខាតអស់លុយរាប់ពាន់លានដុល្លារ New York's Attorney General is suing the online betting platform Kalshi. Letitia James says Kalshi's prediction market platform violates state laws against illegal gambling. Now she's calling កន្លែងនេះបង្ហាញពីអីបង្ហាញថាអាមេរិកជាជំរុក scam មែនទេព្រោះអាមេរិកអត់ព្រមនេះណាអាមេរិកអត់ព្រមបង្កើតច្បាប់មួយដែលគ្រប់គ្រងលំហអ៊ីនធឺណិតការពារផលប្រយោជន៍រួមទេអញ្ចឹងកន្លែងនេះអាចនិយាយបានអញ្ចឹងអត់ធ្វើអីក៏ដោយកុំឲ្យជ្រុលនិយមធ្វើអីក៏ដោយវិភាគយកគេហៅថាតលហីកឬក៏យកប្រភពព័ត៌មានឬក៏ភាសារបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅរឿងឡើងតើបានសូចនាករពីណាដើម្បីបង្ហាញតើបានប្រភពព័ត៌មានពីណាដើម្បីបង្ហាញថាអញ្ចឹងប្រភពព័ត៌មានដោយយោងទៅលើអារម្មណ៍ស៊ីអារម្មណ៍ណាដាក់កម្ពុជាគឺខុសយើងហ្មងអញ្ចឹងអស់អោវិជុបារាំងក៏ដូចជាលោកបណ្ឌិត សុក ហាច លោកបានប្រភពព័ត៌មានកន្លែងណាដែលនិយាយអំពីកម្ពុជាថាកម្ពុជាហ្នឹងលំបែងអនឡាញធំជាងគេហើយកន្លែង clear ដែលគាត់ផ្សារភ្ជាប់ណាពី clear ហ្នឹងវាទៅជាអ្នកធម្មតាមើលថាកម្ពុជាហ្នឹងគឺឆោបបោក115,000 លានពីចេះច្រើនជាងគេណាអញ្ចឹងវិជុបារាំងនិងលោកបណ្ឌិត សុក ហាច លោកគឺជាវិជុសៀមនិយាយភាសាខ្មែរតាំងពីពេលណាបង្កើតការយល់ច្រឡំដល់ប្រជាពលរដ្ឋខ្មែរតាំងពីពេលណាលោក